ចំណុចពិសេសមួយទៀតដែលខ្ញុំចាប់អារម្មណ៍ហ្នឹងតំណមែនតើដូចមែនតើមកវាតំណមែនតើដូចមែនតើទៀតគឺមានកោលថ្មកោលអីចឹងណាខ្លាចរត់ក្រាស់ទៅមុខឥឡូវយើងមើលទាំងអស់គ្នាបន្តទៀតដោយសារតាមានកង់មានអីនិយាយទៅគ្រប់រូបរាងគ្រប់លក្ខណៈគេទាំងអស់ហ្មងគឺគេដាប់មកពីថ្មសុទ្ធសាធទេបងប្អូនជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះបានមកស្ថិតនៅក្នុងស្រុកបណេតព្រះហើយមកដល់កន្លែងនេះព្រោះថាធ្លាប់តែឃើញគេផងបងប្អូនលក្ខណៈថារត់ក្រាស់ធ្វើពីថ្មទៅពេលបានមកដល់ជិះមិនដឹងអូយគេបកែធ្វើខ្លាំងមែនតើដោយសារតែថ្មនេះដឹងប្រភេទថ្មអីទេឃើញដាប់តាំងពីកង់តាំងពីដែកអីលក្ខណៈថាមើលទៅដូចខ្លាំងមែនតើហ្មងបងប្អូនអូយវ៉ាវបងប្អូនមកដល់ចេះឲ្យនំបងប្អូនទាំងអស់គ្នាមើលមកចុំសិនដោយសារតែវាដូចមែនតើហ្មងណាហើយនេះគេដាក់តាំងពីអ្នកឈ្មោះអ្នកកសាងនៅថ្ងៃណាខែណាឆ្នាំណាអីចឹងទៅថ្ងៃទី22ខែ2 2009យូរដែរណាបងប្អូនហើយខ្ញុំបានលើកទី1ហើយឃើញគេធ្វើពីថ្មខាងរត់ក្រាស់អញ្ចេះគឺដូចខ្លាំងមែនតើឥឡូវយើងមើលទាំងអស់គ្នាបន្តទៀតដោយសារតែមានកង់មានអីនិយាយទៅគ្រប់រូបរាងគ្រប់លក្ខណៈគេទាំងអស់ហ្មងគឺគេដាប់មកពីថ្មសុទ្ធសាធទេបងប្អូនកុំច្រឡំថាអីគេធ្វើមកពីអីនេះគឺថ្មតែម្ដងហើយនេះអូយដូចខ្លាំងណាស់បងប្អូនអើយកុំច្រឡំថាតូចទេគឺធំមែនតើលក្ខណៈថាគេធ្វើជាវងមូលគេមួយមកកន្លែងដែរគឺរត់ក្រាស់ហ្នឹងហើយមើលទៅគឺគេបកាយឆ្លាក់មែនតើមិនដឹងថាជាងគាត់ខាងណាអ្នកស្រុកបណិតព្រះផ្ទាល់ឬខាងណាទេគឺបកាយឆ្លាក់សុំតសាគាត់ហ្មងដោយសារតែទឹកដៃ 100% បងប្អូនដូចមែនតើហើយមើលស្អាតខ្លាំងណាស់ហើយថ្មនេះគឺអត់បែកនេះគឺបងប្អូនវាលោងស្អាតចឹងហ្មងនេះវាឃើញតាមប្រអប់គេដាក់ឲ្យវាយវ៉ាន់ពីលើរត់ក្រាស់នឹងធុងទឹកធុងអីគឺអូយតំណងខ្លាំងមែនតើហ្មងបងប្អូនបានមកមើលផ្ទាល់ភ្នែកអញ្ចឹងមិនថាសុំតសាអ្នកចម្លាក់មួយគាត់បកាយធ្វើបកាយដាប់ខ្លាំងណាស់មើលកណ្ដុងកំភ្លើងគេឡើងធំហើយបកាយម៉េចគេដាក់លងមូលមកធំវែងទៅអញ្ចឹងហ្មងណាបងប្អូនពីលើរត់ក្រាស់ហ៎បងខ្ញុំរសារចង្វាក់គេនេះហ្មងរសារចង្វាក់តាមកង់ចេះបងប្អូនហើយកង់មកបន្ទប់មកហើយបកាយអង្គុយឆ្លាក់អង្គុយដាប់ម្លេះនេះអូយទៅសារហ្មងបងប្អូនហើយនេះខ្ញុំឃើញគេដាក់ឌីកូសនេះមិនដឹងថាគេដាក់ធ្វើអីគេព្រោះថាឃើញច្រើនដែរតាមតួតាមអីអញ្ចឹងណាពីលើអីក៏មានដែរហើយបើខ្ញុំមើលថ្មនេះបងប្អូនថ្មនេះក៏វារៀងមានបែបផែនគេស្អាតមួយយ៉ាងអីចឹងណារៀងផ្លេកមកចេះម៉ត់ចឹងឲ្យគេបកាយឆ្លាក់ណាហើយគេតាំងពីកង់តាំងពីចង្វាក់រហូតដល់តួអីចឹងទៅតែគេធ្វើធុងនេះមិនដឹងធុងទឹកឬធុងសាំងឬក៏ធុងដាក់គ្រឿងប្រដាប់ប្រដាខ្ចៅខ្ចង់អីគេប៉ុន្តែឃើញគេធ្វើនោះគឺបានដូចមែនតែនបានស្អាតខ្លាំងណាស់ដោយសារតែមានខ្វែងមានវងមូលមានកន្លែងមូលក្រោបបើកអីអញ្ចឹងទៅបន្តទៀតបងប្អូននេះវាមានច្រើនណាស់តាមហ្នឹងគេដាក់ពីលើអញ្ចឹងគឺដូចមែនតែនហ្មងគ្រឿងអីមួយដែលគេដាប់មកថ្មធំអញ្ចឹងមិនដឹងថាថ្មធំស្រាប់ឬក៏គេដាប់បណ្ដោយឬថាគេលើកបន្ទប់មកម្ដងកង់ម្ដងអីយើងអត់ដឹងដែរប៉ុន្តែសំខាន់ពេលដែលខ្ញុំអោនមើលអញ្ចឹងទៅបងប្អូនវាមានតួមានអីគេកង់គេអញ្ចឹងទៅហើយកន្លែងនេះគឺចន្លោះមកហើយមានតាំងពីអាចពុយខាងក្រោយនេះសម្រាប់ធ្ពក់សម្រាប់អូសអីគេយើងអត់សូវដឹងដែរប៉ុន្តែឃើញមានអញ្ចឹងបងប្អូនតែសំខាន់ខាងនោះគឺបាត់មួយឃើញតែចំហៀងចេះណាដល់ពេលឲ្យឃើញស្នាមបាក់នេះបងប្អូនបាក់អស់មួយបាត់ហើយស្ដាយមែនតើនេះគេយកមកទុកដាក់ខាងលើនេះវិញហើយធ្ងន់ណាស់មិនស្រាលទេបងប្អូននេះអូយស្ដាយនេះដឹងធ្វើមកជាប់វិញហើយនេះដល់ខាងមុខនេះគឺយើងឃើញផ្លាកគេដាក់ថាហាមឡើងលើរថក្រោះហាមឡើងលើក្រោះយើងអាចឡើងមកខ្ញុំ review លើនេះបានបងប្អូនប៉ុន្តែមិនអាចឡើងលើអង្គុយលើឬក៏ឈរថតពីលើជាមួយរថក្រោះបានទេបងប្អូនហើយខាងក្រៅខ្នងខ្ញុំនេះគឺរង្វង់មូលរថក្រោះហ្នឹងហើយបងប្អូនចូលមកក្នុងតិចមកគឺឃើញរង្វង់មូលហ្នឹងហើយនេះផ្លូវហើយជាប់ជើងភ្នំអីអញ្ចឹងទៅនេះរង្វង់មូលហ្នឹងបងប្អូន